បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញតទៅរថយន្តមួយដ៏អស្ចារ្យបាទគឺរថយន្ត BYD Leopard 3បងប្អូនណាបាទនេះបងប្អូនពណ៌នេះពណ៌លក្ខណៈបែបគុជបាទភ្លឺស្រស់ថ្លាហើយចង្គៀងវាមានគុជពីរគ្រាប់ហើយបកកង់យ៉ាន់គេ design មកបែប sport មានកាមេរ៉ាមកជុំឡានតែម្ដងបងប្អូនបាទអញ្ចឹងតទៅនឹងដៃគឺដៃបាទ flash door ដូចគ្នាបាទតទៅនឹងដៃបើកបិទបាទតទៅនេះពេលដែល unlock គឺវានឹងបើកពេលវា lock វានឹងបិទណាបងប្អូនបាទអញ្ចឹងវាតនសម័យសម្រាប់បងប្អូនបាទចូលមកផ្នែកខាងក្នុងគឺ design មកបែបស្បែកស្អាតពណ៌សថ្លាតែម្ដងបាទមើលទៅស្រស់ស្រាយតែម្ដងបងប្អូនណាបាទតើតើនឹងការ design ពណ៌ឡើងអ្នកដោះគោលស្រស់បងប្អូនប៊ូតុងបាទកន្លែងនេះគឺគេធ្វើលក្ខណៈបែប off road ទាំងអស់ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងមើលទៅគឺវាប្លែកហើយកៅអីក៏ចុចអូតូបាទដូចគ្នាបងប្អូនណាបាទ Leopard 3បាទអញ្ចឹងស្តុបមួយឆ្នោតហើយមានកន្លែងដាក់អវ៉ាន់ខាងក្រោយហើយមាន logo តំណាងឲ្យបាទ Leopard របស់គេបងប្អូនបាទហើយផ្នែកខាងក្រោយគឺធំទូលាយបាទបងប្អូនបាទអត់ចង្អៀតទេបាទមានម៉ាស៊ីនត្រជាក់កណ្ដាលដូចគ្នាអញ្ចឹងប្រណិតភាពមែនតើតទៅរថយន្តនេះហើយមាន sunroof បាទពីមុខទៅដល់ក្រោយបងប្អូនណាបាទគឺស្រស់ស្អាតហើយជាមួយនឹងភ្លើង dim បាទភ្លើងមួយឆ្នោតទៅតាមបាទគៀនគឺស្រស់ស្អាតខ្លាំងមែនតើតទៅនឹងឡាននេះបាទអញ្ចឹងយើងចូលមកផ្នែកខាងក្នុងយើងទទួលបានបាទពណ៌ដ៏ស្រស់ស្អាតដ៏ស្រស់ថ្លានេះបាទតទៅនឹងកន្លែងនេះគឺផ្សិតតែបេតុង option ផ្សេងជាច្រើនមាននៅក្នុងរថយន្តនេះបាទហើយតទៅនេះខ្ញុំចូលមកផ្នែកខាងក្នុងមានបាទ digital មួយបាទកុងទ័រ digital មួយជាមួយនឹងបាទអេក្រង់ធំមួយដូចជាអេក្រង់ 13.6 អ៊ីងបងប្អូនធំមែនតើបាទនេះបងប្អូននេះយើងបច្ឆេះហើយយើងចូលមកយើងជន់តែប្រាំងទៅគឺវាឆេះហើយបងប្អូនស្រស់ស្អាតណាស់បាទតទៅរថយន្ត Leopard 3នេះអញ្ចឹងតទៅនឹងរថយន្តឥឡូវអគ្គិសនីចូលមកច្រើនគឺសិតតែភាសាអង់គ្លេសបងប្អូនណាបាទអត់ពិបាកក្នុងការប្រើប្រាស់ទេបងប្អូនបាទកាមេរ៉ាមកជុំឡានបាទ wireless charge បាទ option ផ្សេងជាច្រើនបាទបង្គំនៅក្នុងនេះតែម្ដងបាទហើយមានទេបងប្អូនកន្លែងនេះដូចជាមានបាទcool box ទេបងប្អូន cool box ទៀតណាពិសេសណាបាទហើយភ្លើង dim គេ design មកនិយាយទៅស្អាតបាទបងប្អូនតើតទៅនៅឡាន Leopard នេះហើយទំហំ SUV ខ្នាតធំមកល្មមសម្រាប់បងប្អូនបាទ5នាក់គឺជិះដំណើរកម្សាន្តមកស្អាតបាទចូលមកផ្នែកខាងក្នុងគឺប្រណិតតែម្ដងខ្ញុំជឿជាក់ថារថយន្តនេះកាន់តែមានទីផ្សារឡើងតទៅរថយន្ត Leopard 3បងប្អូនណាហើយតម្លៃក៏ល្អទៀត